សួស្តីបងប្អូនថ្ងៃនេះយើងនាំគ្នាមកធ្វើស៊ុបត្រីក្រហមញ៉ាំទាំងអស់គ្នាត្រូវនឹងមេតិចបានស៊ុបត្រីក្រហមជាមួយនឹងទឹកតើហ៊ូរបស់យើងតោះអញ្ចឹងយើងនាំគ្នាមកដឹងពីរបៀបធ្វើស៊ុបត្រីក្រហមទាំងអស់គ្នាជាដំបូងយើងដាក់ឆ្នាំងដាក់ខ្លាញ់ចូលហើយយើងឆាម្ទេសក្រហមពេលយើងឆាម្ទេសក្រហមយើងរួចរាល់ហើយយើងក៏បន្ថែមគ្រឿងទៀតមានគល់ក្រៃខ្ទឹមសខ្ទឹមក្រហមស្លឹកក្រូចឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បន្ថែមទៀតហើយយើងបន្ថែមជាមួយនឹងទឹកដោះគោស្រស់ក៏បានឬក៏ទឹកដោះគោឆៅក៏បានដែរបងប្អូនបន្ទាប់មកខ្ញុំបានបន្ថែមបរិមាណទឹកចំនួន1លីត្រហើយក៏បានស្រង់នៅកាក់គ្រឿងដែលយើងដាក់នឹងចេញហើយយើងក៏បានបន្ថែមនៅគ្រឿងមានស្ករប៊ីចេងរ៉ូឌីនិងទឹកត្រីផងដែរខ្ញុំប្រើត្រីចំនួន2ក្បាលហើយនេះបន្លែរបស់យើងមានត្រកួនស្ពៃបូកគោហើយនិងផ្សិតអំបោះបន្ទាប់ពីទឹកស៊ុបយើងពុះហើយយើងក៏បានដាក់ត្រីចូលបន្ថែមជាមួយប្រហិតតាមចំណង់ចំណូលចិត្តបងប្អូនទឹកពុះហើយយើងក៏ដាក់បន្លែចូលរួចជាការស្រេចនេះបងប្អូនអាចធ្វើសាកល្បងបានណាអរគុណជួបគ្នានៅវីដេអូក្រោយៗ